មេរៀនទី2 Angiosperm Angiosperm ជារុក្ខជាតិមានគ្រាប់ដែលការពារដោយសម្បកវាចែកជាពីរថ្នាក់សំខាន់គឺរុក្ខជាតិ Monocotyledone និងរុក្ខជាតិ Dicotyledone មួយធំលក្ខណៈពិសេសនៃ Angiosperm មួយតូចសរីរាង្គលូតលាស់មានឫសដើមនិងស្លឹកកឬមានតួនាទីចងភ្ជាប់រុក្ខជាតិទៅនឹងដីស្រូបទឹកនិងអំបិលខនិជពីដីទៅឲ្យដើមនិងស្លឹកហើយក៏មាននាទីស្តុកអាហារផងដែរខដើមមាននាទីទ្រទ្រង់ផ្នែកដែលមាននៅលើដីរបស់រុក្ខជាតិនិងដឹកនាំសារធាតុរវាងឫសនិងស្លឹកដើមខ្លះក៏មាននាទីស្តុកអាហារដើមខ្លះទៀតក៏មាននាទីធ្វើរស្មីសំយោគផងដែរជាលិកាសំខាន់របស់ដើមគឺស៊ីឡែមនិងផ្លូអែមស៊ីឡែមមាននាទីដឹកនាំទឹកនិងអំបិលខនិជពីឫសទៅកាន់ដើមនិងស្លឹកឯផ្លូអែមនាំអាហារដែលស្លឹកសំយោគបានទៅគ្រប់កោសិកាទាំងអស់នៃរុក្ខជាតិស្រទាប់មេជាលិកាដែលស្ថិតនៅចន្លោះស៊ីឡែមនិងផ្លូអែមហើយមាននាទីផលិតស៊ីឡែមនិងផ្លូអែមថ្មីគស្លឹករុក្ខជាតិមានពណ៌បៃតងព្រោះមានក្លរ៉ូភីលមាននាទីសំខាន់ក្នុងដំណើររស្មីសំយោគផ្ទៃខាងលើនិងខាងក្រោមស្លឹកមានស្រទាប់អេពីដេមដែលមាននាទីការពារផ្ទៃស្លឹករុក្ខជាតិលើផ្ទៃស្លឹកមានរន្ធតូចៗជាច្រើនហៅថាស្តូម៉ាតដែលសម្រាប់ធ្វើបណ្ដូរទឹកនិងឧស្ម័ននៅក្នុងស្លឹកមានស្រទាប់អេពីដេមលើនិងក្រោមស្រទាប់ប៉ាលីសាតនិងស្រទាប់ស្ពត2សរីរាង្គបន្តពូជគ្រប់ Angiosperm សុទ្ធតែបន្តពូជដោយផ្កាជាសរីរាង្គភិតរបស់រុក្ខជាតិវាមាននីតិបង្កើតកោសិកាបន្តពូជញីឈ្មោលហើយធ្វើឲ្យមានការបង្កកំណើតផ្កាមានទំហំទ្រង់ទ្រាយពណ៌ក្លិននិងចំនួនស្រទាប់ផ្កាខុសគ្នាពីផ្កាមួយទៅផ្កាមួយប្រភេទទៀតផ្នែកផ្សេងរបស់ផ្កាមានត្របកស្រទាប់កញ្ចុងកែសរឈ្មោលនិងកញ្ចុងកែសរញីកញ្ចុងកែសរឈ្មោលមាន2ផ្នែកផ្នែកទី1ជាសរសៃឆ្មាហៅថាតងកែសរឈ្មោលផ្នែកទី2ជាថង់ស្ថិតនៅខាងចុងតងកែសរឈ្មោលហៅថាផ្លោកលំអងផលិតគ្រាប់លំអងកញ្ចុងកែសរញីមាន3ផ្នែកផ្នែកទី1ជាផ្នែកកំពូលនៃកញ្ចុងកែសរញីហៅថា stigmat ផ្នែកទី2ជើងទម្ររបស់ stigmat គឺកែសរញីផ្នែកទី3ផ្នែកបាតនៃកញ្ចុងកែសរញីគឺ ovar ផលិត oval 3ដំណើរលំអងជាការផ្ទេរគ្រាប់លំអងពីផ្លោកលំអងទៅស្តិចម៉ាតដំណើរលំអងមាន2យ៉ាង1ស្វ័យដំណើរលំអងស្វ័យដំណើរលំអងស្មើស្វ័យបង្កកំណើតស្មើដំណើរលំអងឯងជាការផ្ទេរគ្រាប់លំអងពីផ្លោកលំអងទៅស្តិចម៉ាតនៃផ្កាតែមួយ2ដំណើរលំអងកាត់ស្មើការបង្កកំណើតកាត់ជាការផ្ទេរគ្រាប់លំអងរបស់ផ្កានៃរុក្ខជាតិមួយទៅលើស្តិចម៉ាតរបស់ផ្កានៃរុក្ខជាតិមួយផ្សេងទៀតដំណើរលំអងកាត់ប្រព្រឹត្តឡើងដោយសារទឹកខ្យល់បក្សីមនុស្សប្រចៀវជ្រឹងឃ្មុំមេអំបៅដំណើរលំអងសបនិមិត្តកើតឡើងដោយសារមនុស្សជាអ្នកបញ្ជូនគ្រាប់លំអងពីរុក្ខជាតិមួយទៅរុក្ខជាតិមួយទៀត2ធំការបន្តពូជរបស់ Angiosperm មួយតូចកំណរគ្រាប់លំអងកំណរមីក្រូស្ពរប្រព្រឹត្តទៅក្នុងផ្លោកលំអងនៃកេសរឈ្មោលកោសិកាមេនីមួយៗ 2N ចែកខ្លួនតាមមេយ៉ូសផ្ដល់ស្ពរអាផ្លូអ៊ីត 4N ស្ពរនីមួយៗចែកខ្លួនបន្តតាមមីតូសមួយដងហើយលូតលាស់ជាគ្រាប់លំអងគ្រាប់លំអងនីមួយៗត្រូវមានណូយ៉ូ2គឺណូយ៉ូលូតលាស់និងណូយ៉ូបន្តពូជគ្រាប់លំអងនេះគឺជាកាមេតូភីតឈ្មោលពេលគ្រាប់លំអងនេះទុំផ្លោកលំអងផ្ទុះហើយបញ្ចេញគ្រាប់លំអងទៅក្នុងខ្យល់2តូចកំណរអំព្រីយ៉ុងនិងកាម៉ែតញី Oval ស្ថិតនៅក្នុង ovar ផ្នែកខាងលើឬក្រោមនៃ oval នីមួយៗមានមីក្រូពីលមួយ oval នីមួយៗភ្ជាប់ទៅនឹងភ្នាសរបស់ ovar កោសិកាមេនៃ oval ចែកខ្លួនតាមមេយ៉ូសបានស្ពរអាផ្លូអ៊ីត 4 ប៉ុន្តែស្ពរ3ត្រូវងាប់ឯស្ពរមួយទៀតមេហ្គាស្ពរចែកខ្លួនតាមមីតូស3ដងបន្តបន្ទាប់បង្កើតបានថង់កំណរមួយដែលមានកោសិកា7តែមានណូយ៉ូ8កោសិការាងធំមួយនៅចំកណ្ដាលមានណូយ៉ូ2ហៅថាណូយ៉ូប៉ូលែឯកោសិកាបន្តពូជញីគឺអូអូស្វែស្ថិតនៅចន្លោះកោសិកាស៊ីណេស៊ីត2និងកោសិកាអង្គទីប៉ូត3ទៀតស្ថិតនៅប៉ូលម្ខាងទៀតនៃថង់អំព្រីយ៉ុង3ការបង្កកំណើតនៅពេលគ្រាប់លំអងធ្លាក់ជាប់លើស្តិចម៉ាតវាដុះពន្លកចាក់ចូលទៅក្នុងជាលិការបស់កេសរញីរហូតដល់អូវលណូយ៉ូទី1ណូយ៉ូលូតលាស់នៅចុងបំពង់លំអងហាក់ដូចជាអ្នកនាំដំណើរលូតលាស់នៃបំពង់លំអងហើយវានឹងរលាយបាត់ទៅវិញ
ណយយោទី2ណយយោបន្តពូជចែកខ្លួនតាមមីតូសបានជា spermatozoid 2 គ្មាន placell ពេលដែល spermatozoid ទាំងពីរចូលទៅក្នុងថង់កំណរ spermatozoid 1 N រលាយជាមួយ oosphere N ផ្ដល់ជា zygote diploid ដែលនឹងលូតលាស់ជាអម្ប្រយុង spermatozoid មួយទៀត N រលាយជាមួយណយយោ polar N ផ្ដល់ជា albumin triploid 3N ដូចនេះការបង្កកំណើតរបស់រុក្ខជាតិ Angiosperm មានលក្ខណៈពិសេសគឺបង្កកំណើតទ្វេ 4. វដ្តជីវិតនៃរុក្ខជាតិមានផ្កាទម្រង់នៃការបន្តពូជរបស់រុក្ខជាតិ Angiosperm មាន2ដំណាក់គឺដំណាក់ផ្កានិងដំណាក់គ្រាប់វាត្រូវបានបញ្ចប់ដោយការចេញផ្លែរុក្ខជាតិមានផ្កាក៏មានការឆ្លាស់កំណើត Sporophyte និង Gametophyte ដែរ Sporophyte ស្ថិតនៅក្នុងវគ្គ Diploid 2N ដែលចាប់ផ្ដើមចេញពីការបង្កកំណើត Gametophyte ស្ថិតនៅក្នុងវគ្គ Haploid N ដែលចាប់ផ្ដើមចេញពី Meiosisបីធំប្រៀបធៀប monocotyledon និង dicotyledon រុក្ខជាតិ monocotyledon មានពោតស្រូវដូងត្នោតផ្កាលីលីរុក្ខជាតិ dicotyledon មានស្វាយក្រូចទៀបល្មុតច្រើនរាប់មិនអស់ monocotyledon គ្រាប់មាន cotyledon 1ស្លឹកមានទ្រនុងស្របផ្កាមាន3ស្រទាប់ឬគុណនឹង3ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយឬជាឫសស្ញាdicotyledon គ្រាប់មាន cotyledon 2ស្លឹកមានទ្រនុងបែកខ្នែងផ្កាមាន4ឬ5ស្រទាប់បាច់សរសៃនាំស្ថិតជារង្វង់ឬជាឫសកែវ4 ធំផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់រុក្ខជាតិ Gymnosperm ជាពិសេសពួកស្រល់មានប្រយោជន៍ណាស់ក្នុងការផលិតក្រដាសធ្វើគ្រឿងសង្ហារឹមសំណង់និងអាចចំហុយចេញជាប្រេងសម្រាប់លាបផ្ទះរុក្ខជាតិ Angiosperm ជាប្រភពអាហារដ៏សំខាន់ជាបន្លែផ្លែឈើគ្រាប់ធញ្ញជាតិជាប្រភពធ្វើជាសម្លៀកបំពាក់និងឱសថព្យាបាលជំងឺធ្វើជាសរសៃអំបោះកប្បាសជ័រកៅស៊ូយកទៅធ្វើកង់ឡានឬផលិតផលផ្សេងទៀតក្រញូងបេងនាងនួនយកទៅធ្វើសំណង់និងធ្វើគ្រឿងសង្ហារឹមដ៏ប្រណិត